tone អូបងស្រីខ្ញុំរញរទេះប៉ាបងស្រីហើយឲ្យខ្ញុំសុំទោសផងណាបង មិនអីទេអូនរឿងបន្តិចបន្តួចហ្នឹង ចាអរគុណហើយបង អូនស្រីនេះបងអូនកាលពីព្រឹកមិញធ្វើអត់ អូបងស្រី ពិតជាចៃដន្យមែនណនេះអូនកំពុងរកទិញអីហ្នឹង អូខ្ញុំកំពុងរកក្រវ៉ាត់កោឲ្យមិត្តប្រុសខ្ញុំនឹងណាបងគាត់ទៅតែឡើងតំណែងតែមិនដឹងថាគួរយកមួយណាសោះព្រោះមើលទៅសុទ្ធតែស្អាតស្អាតពិបាកសម្រាប់ចិត្តណាបងចុះបងកំពុងរកមើលអីដែរហ្នឹង បងមករករបស់ខ្លះៗឲ្យស្វាមីបងដែរតាអូន អូបងមានសុំមិនហើយអញ្ចឹងច្បាស់ជាពូកែទិញសម្ភារៈមនុស្សប្រុសហើយបើមិនប្រកាន់ទេបងជួយរើក្រវ៉ាត់កោឲ្យខ្ញុំមួយមើលបង ទៅតែស្គាល់គ្នាសិនហ្នឹងទុកចិត្តបងដល់ម្លឹងផង គ្រាន់តែមើលក៏ដឹងថាបងពូកែខាងចង្ក្រានចឹងឆ្នាំងដែរពិសេសម្ហូបអាហារប្តីតែម្ដងខ្ញុំឃើញបងទិញសតែរបស់ល្អល្អ នេះអូនចិត្តរៀបការឲ្យមែនមើលទៅដូចជាកំពុងត្រៀមខ្លួនជាស្ត្រីមេផ្ទះអញ្ចឹង បងនិយាយអញ្ចឹងក៏ត្រូវម្យ៉ាងដែរបងព្រោះថាបើចង់យកចិត្តប្តីរឿងតែសម្បែងក៏សំខាន់តែសម័យឥឡូវណាបងមនុស្សស្រីក៏ត្រូវមានចំណងខ្លួនឯងដែរយើងធ្វើម្ហូបនៅតែចង្ក្រានឲ្យថាសាំជាមួយនឹងក្លិនប្រេងទាំងអស់នោះតែបើអ្នកក្រៅណាគេច្បាស់ជាធំក្លិនម្ហូបចាប់ខ្លួនយើងជាមិនខាន ពិតមែនណបងរំពងកិច្ចការផ្ទះណាមិនដែលបានគិតពីរឿងទាំងអស់ហ្នឹងសោះ មិនតែតែបងម្ហូបដែលមានរសជាតិឆ្ងាញ់ណាក៏ត្រូវតែស្រស់ស្អាតដែរខ្ញុំមានហាងលក់ skin care និងផលិតផលថែសម្រស់ណាមិនអញ្ចឹងទេបងជួយបង្រៀនខ្ញុំធ្វើម្ហូបទៅចាំខ្ញុំបង្រៀនបងថែសម្រស់វិញអញ្ចឹងយើងធ្វើជាមិត្តភក្តិនឹងគ្នាទៅ នៅក្មេងទេតែអូនមើលទៅពូកែមែនតែនចាំមើលបងតនេបងនឹងទៅលេងអូនដល់ហាងណានិយាយអញ្ចឹងមិត្តប្រុសអូនគាត់រូបរាងយ៉ាងម៉េចដែរបងជួយរើកបាត់កោឲ្យអញ្ចឹងអូនយកមួយនេះទៅចឹង អូនសំឡាញ់កំពុងតែធ្វើអីហ្នឹង អូបងស្រឡាញ់ក្បាត់កនេះណែ អូនេះជាកាដូដែលបុគ្គលិកពីជូនមកជាអំណោយពួកបងបានជួយសម្រួលការងារគេហ្នឹងណា អ្នកណាអញ្ចេះដូចជាដឹងចិត្តបងដល់ហើយម៉ូតនេះសមនឹងបងណា អរគុណហើយសិស្អាតលើកក្រោយជួបគ្នាម្ដងទៀតណាបងស្រីស្មានតែបងមិនមកទៀតតាមកនេះមកបងខ្ញុំបានរៀបចំផលិតផលឲ្យបងរួចហើយធានាថាបងប្រាស់ហើយបងប្រុសឡើងហ៊ានឲ្យធ្វើម្ហូបហើយ នេះបងស្រីបងទុកជាកាដូអរគុណដែលបងបានរើក្រវ៉ាត់កឲ្យខ្ញុំមិនសមមិញហ៎មិត្តប្រុសខ្ញុំក៏ពេញចិត្តណាស់បងខ្ញុំក៏បានដាក់ទឹកអប់ប្រេនថ្មីជូនបងមួយប្រអប់ដែរជាប្រេនដែលខ្ញុំនាំយកមកលក់ដាច់មុខណាបងមិនទាន់ចេញលក់ជាផ្លូវការទេបងចាំជួយរៀបខមមិនផងណាបង នេះជាទឹកអប់ប្រេនថ្មីរបស់បេឡាទេតើក្រែងយើងថាមិនទាន់ដាក់លក់មែនទេមិនក៏ប្តីខ្ញុំមានប្រាអញ្ចឹងចម្លែកណាស់ពួកគេស្គាល់គ្នាខ្ញុំក៏ច្រើនពេកទៅដឹង សួស្តីបេឡាអូនថ្ងៃនេះអូនតនេទេលើកមុនអូនថាចង់រៀនធ្វើម្ហូបមិនអញ្ចឹងយើងទៅផ្សារជាមួយគ្នាតែម្ដងទៅ ដល់រីផងណាបងណាខ្ញុំភ្លេចគិតថាថ្ងៃនេះជាថ្ងៃខួបស្គាល់គ្នាជាមួយនឹងមិត្តប្រុសថ្ងៃស្អែកចាណាបងថ្ងៃស្អែកខ្ញុំប៉ាកាហ្វេបងជាការសុំទោសណាបង អូខេអូនមិនរំខានទេអញ្ចឹងមើលទៅផ្អែមល្ហែមដល់ហើយ អូនសំឡាញ់ថ្ងៃនេះបងមានប្រជុំជាមួយអតិថិជនអញ្ចឹងអាចទៅផ្ទះយើងតិចណាអូន